បាល់ដ៏ធំមួយដែលបានលេចរូបរាងឡើងដែលជាពស់អ្នកតាកាន់បានបង្ហាញខ្លួននៅលើកំពូលភ្នំវិហារសន្ធិដ្ឋនៅក្នុងភូមិមួយនៃខេត្តកំពតដែលគេតែងតែល្បីតគ្នាហើយរឿងនេះគឺកើតក្នុងសម័យប៉ុល ពតឯណោះនេះបើតាមការនិយាយប្រាប់អំពីចាស់ពីជំនាន់ប៉ុល ពតគាត់បាននិយាយមកកាន់ខ្ញុំផ្ទៃមេឃពណ៌លឿងទុំនៃរដូវរំហើយវាហាក់បីដូចជាពណ៌ក្រហមច្រាលដូចជាឈាមចឹងដែរនៅពេលសូរជួងសហករណ៍បន្លឺឡើងបណ្ដាលវាលស្រែដ៏ស្ងប់ស្ងាត់នៅក្រោមដើមជ្រៃដ៏ធំដែលឈរច្រងាងកណ្ដាលជំនោរដ៏ត្រជាក់ស្រេបស្រមោលខ្មៅស្រអាប់មួយបានលេចឡើងវាមិនមែនជាមនុស្សឡើយប៉ុន្តែជាបុរសចំណាស់ម្នាក់ដែលមានភ្នែកក្រហមឆ្អៅដែលអង្គុយអង្អែលក្បាលនឹងពស់ត្បាល់ដ៏ធំមួយដែលមានក្បាលពីរនិងស្រកាភ្លឺរលោងដូចជាត្បូងមរកតអញ្ចឹងនៅក្នុងសម័យកាលនោះដែរជំនឿត្រូវបានហាមឃាត់តើបារមីអ្នកតាអង្គនេះនឹងបង្ហាញឥទ្ធិពលអ្វីខ្លះដើម្បីការពារទឹកដីដែលពោរពេញទៅដោយឈាមនិងទឹកភ្នែកទៅនោះទោះបីជាក្នុងសម័យកាលនោះជំនឿសាសនាត្រូវបានគេបំបិទក៏ដោយប៉ុន្តែនៅក្នុងសង្គមចិត្តរបស់អ្នកស្រែចម្ការខ្លាចអំណាចបារមីគឺនៅតែដក់ជាប់នៅក្នុងចិត្តរបស់ពួកគាត់ជានិច្ចនៅក្រោមដើមជ្រៃដ៏ធំមួយដែលស្ថិតនៅក្នុងជង្គភូមិមានអាស្រមតូចមួយដែលបានបែកបាក់ដែលគេតែងតែល្បីថាជាកន្លែងស្នាក់អាស្រ័យនៃអ្នកតាដែលកាន់ពស់ត្បាល់ដ៏ធំមួយនោះអ្នកតានេះមិនមែនជាអ្នកតាធម្មតាឡើយតាមចាស់បុរាណដែលគាត់បានដំណាលតគ្នាមកថាលោកតែងតែបង្ហាញខ្លួននៅក្នុងរូបរាងជាបុរសជំនះម្នាក់ឆ្លៀកសំពត់ចងក្បិនពណ៌ក្រហមក្រម៉ៅអង្គុយជិតពស់ត្បាល់ដ៏ធំមួយដែលមានក្បាលពីរនោះថែមទៀតផងរូបរាងដូចជាត្បាល់បុកគ្រឿងអញ្ចឹងដែរហើយវាក៏នៅតែក្បែរជើងរបស់បុរសចំណាស់នោះជានិច្ចអ្នកភូមិជឿថាលោកគឺជាអ្នកថែរក្សាទឹកដីនិងការពារសត្វធាតុដែលយាយីស្រូវល្ងាចមួយនៅក្នុងខណៈពេលដែលអ្នកមានអំណាចក្នុងសម័យកាលនោះម្នាក់បានព្យាយាមបង្ខំភូមិទៅកាប់ដើមជ្រៃនោះចោលដើម្បីពង្រីកផ្ទៃដីដាំដុះដូចជាពោតនិងដំឡូងស្រាប់តែផ្ទៃមេឃដែលកំពុងតែស្រឡះនោះបែរជាប្រែពណ៌ក្រហមច្រាលដូចជាឈាមអញ្ចឹងភ្លាមនោះសត្វពស់ត្បាល់ដ៏ធំមួយវាបានលេចចេញពីប្រហោងដើមជ្រៃធ្វើឲ្យអ្នករាល់គ្នាស្រឡាំងកាំងឈរលឹងតែម្ដងពស់នោះមិនខំនរណាឡើយវាគ្រាន់តែវាព័ទ្ធជុំវិញអាស្រមរួចសម្លឹងទៅមើលលើមេឃចោលកន្ត្រាក់បានបក់មុខយ៉ាងខ្លាំងរហូតដល់អ្នកដែលមានអំណាចនោះដួលផ្ងាយជើងភីងតែម្ដងចាស់ទុំនៅក្នុងភូមិបានលួចបន់សំក្នុងចិត្តថាសូមលោកតាជួយថែរក្សាកូនចៅផងកុំឲ្យមានគ្រោះថ្នាក់អីកូនចៅធ្វើតាមតែគេបង្ខំប៉ុណ្ណោះ
อยปีเหตุการณ์នោះមកគ្មាននរណាហ៊ានប៉ះពាល់ដើមជ្រៃនោះទៀតឡើយនៅពេលយប់ស្ងាត់គេតែងតែឮសូរសំឡេងស្រែករបស់សត្វទីងទុយនិងសត្វត្រដប់បក្សីយំឡើងឆ្លើយឆ្លងគ្នាតែម្ដងសម្រាប់អ្នកស្រែដែលរស់នៅក្នុងការលំបាកវត្តមានរបស់អ្នកតាកាន់ពុះត្បាល់គឺតែងតែបង្អែកផ្លូវចិត្តមួយដែលប្រាប់ពួកគេថាយុត្តិធម៌និងធម្មជាតិនឹងនៅតែមានថ្ងៃវិលត្រឡប់មកវិញពន្លឺព្រះច័ន្ទពេញបរមីបានរះឡើងចាំងឆ្លុះលើស្លឹកគ្រៃនិងដើមស្លាដែលដុះក្បែររបងបើទោះបីជាជីវិតពោពេញទៅដោយភាពតានតឹងក៏ដោយក៏ប៉ុន្តែសម្រស់នៃធម្មជាតិស្រុកស្រែខ្មែររបស់យើងនិងជំនឿលើបារមីវត្ថុស័ក្តិសិទ្ធិនៅតែជាដង្ហើមដែលជួយឲ្យពួកគេមានកម្លាំងតស៊ូនិងឆ្លងកាត់គ្រាដ៏ខ្មៅងងឹតនោះផងដែរ